នៅវិមានប្រសិទ្ធភាពនៃព្រឹកថ្ងៃអង្គារ13រោចខែកដឹកឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី18ខែវិច្ឆិកាឆ្នាំ2025នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យអាយដាម Wilhelm Maximilian Donegal ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអូទ្រីសប្រចាំនៅកម្ពុជាចូលជួបសម្ដែងការគូសមនិងជម្រាបលាយោងតាមឯកឧត្តមជាធិរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនេះសម្ដេចតេជោហ៊ុនសែនបានសម្ដែងនូវក្តីរីករាយនិងស្វាគមន៍ចំពោះឯកឧត្តមនិងគណៈប្រតិភូនិងបានវាតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងពេលដែលឯកឧត្តមបំពេញបេសកកម្មការងារនៅកម្ពុជាថ្មីត្បិតតែពេលនេះឯកឧត្តមបានផុតអាណត្តិក៏ពិតមែនប៉ុន្តែសម្ដេចតេជោបានបញ្ជាក់ថាបេសកកម្មរបស់ឯកឧត្តមជាឯកអគ្គរដ្ឋទូតនៅកម្ពុជាគឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងកម្ពុជានិងអូទ្រីសឯកឧត្តមឯកអគ្គរដ្ឋទូតអូទ្រីសបានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោហ៊ុនសែនដែលបានអនុញ្ញាតឲ្យឯកឧត្តមនិងគណៈប្រតិភូបានចូលជួបសម្ដែងការគូសមនៅពេលនេះឯកឧត្តមបានបញ្ជាក់អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងអូទ្រីសដែលមាននាពេលកន្លងមកហើយបច្ចុប្បន្នកំពុងតែពង្រីកបន្ថែមទៀតក្នុងនោះឯកឧត្តមក៏បានរំលេចអំពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាដែលឯកឧត្តមបានឃើញថាប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំគឺមានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងនោះគឺមានអគារខ្ពស់ៗជាច្រើនបានរីកដុះដាលជាបន្តបន្ទាប់ឯកឧត្តមក៏បានរំលេចនៅក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគីដោយឯកឧត្តមបានបញ្ជាក់ថាកន្លងមកអូទ្រីសគឺបានចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងនោះរួមមានវិស័យដោះមីនក៏ដូចជាការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាហើយឯកឧត្តមសង្ឃឹមថាទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងមានការកើនឡើងនៅពេលខាងមុខដោយក្នុងនោះនៅក្នុងខែក្រោយនេះអ្នកវិនិយោគអូទ្រីសនឹងមកទស្សនកិច្ចនៅកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគផងដែរសម្ដេចតេជោហ៊ុនសែនបានសម្ដែងនឹងការអរគុណចំពោះអូទ្រីសដែលបានចូលរួមចំណែកក្នុងវិស័យដោះមីនក្នុងការជួយជ្រោមជ្រែងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជារួមទាំងកិច្ចសហប្រតិបត្តិការមួយចំនួនទៀតដែលកម្ពុជានិងអូទ្រីសបានធ្វើជាមួយគ្នានាពេលកន្លងទៅសម្ដេចតេជោក៏បានឯកភាពចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតដែលធ្វើយ៉ាងណាជំរុញឲ្យវិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអូទ្រីសមានការកើនឡើងសម្ដេចតេជោបានបញ្ជាក់ទៀតថាបច្ចុប្បន្នស្ថានភាពទំនាក់ទំនងការបរទេសរវាងប្រទេសទាំងពីរគឺមានភាពរីកចម្រើនហើយដូច្នេះទាមទារបន្ថែមទៀតនៅការពង្រីកទំហំពាណិជ្ជកម្មសេដ្ឋកិច្ចការវិនិយោគឲ្យមានការរីកចម្រើនទៅជាមួយគ្នាសម្ដេចតេជោក៏ចង់ឃើញនៅកិច្ចសហប្រតិបត្តិការនយោបាយបន្ថែមទៀតរវាងប្រទេសទាំងពីរនៅក្នុងក្របខ័ណ្ឌនយោបាយជាពិសេសទំនាក់ទំនងក្រសួងការបរទេសនៃប្រទេសទាំងពីរដើម្បីស្វែងរកនៅយន្តការកិច្ចសហប្រតិបត្តិការជាមួយគ្នាជាបន្តបន្ទាប់ទៀតជាចុងក្រោយសម្ដេចតេជោហ៊ុនសែនបានជូនពរឯកឧត្តមឯកអគ្គរដ្ឋទូតនិងប្រតិភូទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការងារជាបន្តបន្ទាប់ទៀត